អ្នកខាងមុខជាណាឆាប់ប្រាប់ឈ្មោះយើងភ្លាមមកខ្ញុំគឺលីពូសំអាងលើសេះនឹងទន្សាយក្រហមលំពេងមេឃារបស់ខ្ញុំស្ដេចប្រាញ់ទាំង18នាក់គឺគ្មានន័យចំពោះខ្ញុំនោះទេមិនបាច់100នាក់ទេខ្ញុំម្នាក់ឯងក៏បានគេឈ្មោះលោកមេតបលីពូខ្ញុំល្បីជាយូរមកហើយគេតែងថាលីពូក្នុងវងមនុស្សដូចទន្សាយក្នុងវងសេះរួមទាំងលំពេងខ្វែងមេឃារបស់លោកមេតបអាចទុកថាលើលោកគ្មានគូប្រៀបតែម្ដងก่อนอีจางฟีនិងចៅភីសេចក្តីក្លាហានពួកគេមិនចាញ់លោកមេតបទេខ្លាចស្អីទៅខ្ញុំមានសេះទន្សាយក្រហមលំពេងមេឃាខ្ញុំមិនខ្លាចទេខ្ញុំម្នាក់ឯងក៏បានលីពូក្នុងចំណោមមនុស្សសេះទន្សាយក្រហមក្នុងវងទន្សាយកម្ពុជាមនុស្សលីពូកម្ពុជាសេះទន្សាយក្រហមនេះគឺជាពាក្យត្រឹមត្រូវរួមទាំងលំពេងខ្វែងមេឃានៅក្នុងដៃលោកអាចទុកថាលើលោកគ្មានគូប្រៀបត្រូវហើយខ្ញុំមានសេះទន្សាយក្រហមមួយថ្ងៃធ្វើដំណើររាប់ពាន់យោជន៍ខ្ញុំមានលំពេងមេឃាអាចបំបែកគ្រប់យ៉ាងលោកដឹងថាគេគ្រប់គ្នាសរសើរខ្ញុំថាយ៉ាងម៉េចទេលីពូក្នុងវងមនុស្សទន្សាយក្រហមក្នុងវងសេះលើលោកនេះមានរបស់កម្ពុជាពីរយ៉ាងទី1គឺលីពូទី2គឺសេះទន្សាយក្រហមលំពេងមេឃារបស់លីពូគេអាចបញ្ចេញយ៉ាងល្អឥតខ្ចោះហើយសេះទន្សាយក្រហមដែលគេជិះមួយថ្ងៃរត់បាន1000យោជន៍លឿនដូចជារន្ទះរហ័សដូចផ្លេកបន្ទុកគេទុកអ្នកខ្លាំងទាំងឡាយជាជនសាមញ្ញទោះជាដីនៅភ្នំសេះរបស់គេអាចបោតដូចជាដីរៀបតុងជ័រមានលីពូគឺខ្លាំងជាងតប100,000នាក់ឥឡូវរឿងដែលគួរឲ្យខ្លាចគឺរបស់ខ្លាំង